បាទលោកពុកអ្នកម្ដាយបានឃើញនៅរូបភាពដ៏គួរជាទីជ្រះថ្លាមួយនេះនៅខាងក្រោយខ្ញុំបាទពុកម៉ែបងប្អូនប្រកាសជាបានដឹងហើយជាពិសេសខ្ញុំស្ងល់ថាប្រវត្តិមានរបស់ព្រះអង្គបានចូលរួមកម្មវិធីអ្វីបាទព្រះអង្គនិមន្តទៅណាបាទពុកម៉ែបងប្អូនយើងបាទរយៈពេលប្រហែលថ្ងៃនេះគឺប្រវត្តិមានរបស់ព្រះអង្គបាននិមន្តបាទចុះជួបទីកន្លែងផ្សេងជាពិសេសពុកម៉ែបងប្អូនព្រះអង្គក៏បានចុះជួបនៅការសម្ដែងសម្ដាលទៅដល់បាទពុកម៉ែបងប្អូនឬជាបងក៏កំពុងជួបមុខជាជនភាសាទាំងអស់ប៉ុន្តែมันមានបាទវីដេអូនិងរូបភាពចែករំលែកនៅកន្លែងនោះទេក៏ប៉ុន្តែពុកម៉ែបងប្អូនយើងបាទពុកម៉ែបងប្អូនដឹងទេថាប្រវត្តិមានរបស់ព្រះអង្គបាទមិនចោលពុកម៉ែបងប្អូនពុទ្ធបរិស័ទទេតែងតែនៅបាទជាប់ជានិច្ចជាមួយនឹងពុកម៉ែបងប្អូនយើងគ្រប់គ្នាតែម្ដងបាទពុកម៉ែបងប្អូនយើងបាទអញ្ចឹងគឺខ្ញុំបាទក៏សូមចែករំលែកបន្តិចបាទតកតងជាមួយនឹងបាទប្រវត្តិមានរបស់ព្រះអង្គកាលពីម្សិលមិញគឺព្រះអង្គបាននិមន្តចុះជួបបាទពិធីសម្ដែងសម្ដាលនិងចែករង្វាន់ដល់និស្សិតនិទេស A ដែលប្រឡងជាប់ក្នុងឆ្នាំសិក្សា2023 24 25បាទក្នុងខេត្តកំពង់ឆ្នាំងដែលមានការនិមន្តពីព្រះអង្គធម្មវិនយវិស័យចន្ទនីព្រះសង្ឃាធិបតីវត្តចន្ទជោតនារាមហើយវត្តសុតនឹងមានការបាទអញ្ជើញចូលរួមពីឯកឧត្តមសមាជិកប្រសិទ្ធិនិងលោកជំទាវអ្នកតំណាងរាជឯកឧត្តមរដ្ឋលេខាធិការឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តអភិបាលរងខេត្តនាយករងរដ្ឋបាលថ្នាក់ដឹកនាំមន្ទីរអង្គភាពអភិបាលក្រុងបាទស្រុកបាទលោកនាយកនាយិកាវិទ្យាល័យលោកគ្រូអ្នកគ្រូបាទអាណាព្យាបាលនិងក្មួយសិស្សានុសិស្សប្រឡងជាប់និទេស A បាទពុកម៉ែបងប្អូនយើងបាទអញ្ចឹងគឺព្រះអង្គក៏បានបាទចូលរួមកម្មវិធីបាទជួបសម្ដែងសម្ដាលក៏ដូចជាផ្ដល់នៅអាវ៉ាតគឺខេត្តកំពង់ឆ្នាំងពុកម៉ែបងប្អូនយើងបាទជារៀងរាល់ឆ្នាំបាទព្រះអង្គតែងតែគិតគូរទៅដល់បាទសិស្សានុសិស្សដែលជាបាទក្មេងធនដែលមានធនធានបាទពុកម៉ែបងប្អូនយើងគឺតែសិស្សានុសិស្សដែលជាយុវជននិងយុវតីសុទ្ធសឹងតែជាមានបាទការសិក្សាល្អបាននិទេស A បាទជាច្រើនអញ្ចឹងហើយគឺសរុបទាំង3ឆ្នាំចូលគ្នាតែម្ដងបាទពុកម៉ែបងប្អូនយើងអញ្ចឹងគឺពិតជាពិសេសមែនទែនដែលសារព្រះអង្គចង់លើកស្ទួយបាទទៅនឹងធនធានមនុស្សរបស់ខ្មែរយើងបាទអញ្ចឹងហើយអ្វីក៏ដោយពុកម៉ែបងប្អូនយើងបើយើងមានធនធានល្អបាទប្រទេសជាតិយើងនឹងរីកចម្រើនទៅតាមនោះដែរបាទអញ្ចឹងហើយធនធានល្អនេះមិនកើតចេញតតែកើតចេញពីយើងខំប្រឹងបាទខំប្រឹងបន្តបាទធនធានដកខាត់ដើម្បីចម្រាញ់យកតែល្អដើម្បីធ្វើជាធនធានបាទនៃអនាគតបាទប្រទេសយើងឲ្យបានរីកចម្រើនផងដែរបាទអញ្ចឹងគឺខ្ញុំបានក៏សូមភ្ជាប់នឹងបាទរឿងមួយទៀតតកតងទៅនឹងពុកម៉ែបងប្អូនយើងដែលគាត់បាទពុកម៉ែបងប្អូនដែលជាម្ចាស់ជំនួយបាទពុកម៉ែបងប្អូនដែលជាម្ចាស់ជំនួយហើយគាត់ទិញសម្ភារៈនៅតាមបណ្ដាតូបនីមួយដើម្បីទៅជួយបងកកម្លាំងជួរមុខដូចជាជួយភាសាពុកម៉ែបងប្អូនយើងបាទអញ្ចឹងគឺរយៈពេលប្រហែលថ្ងៃនេះមានការត្អូញត្អែរជាច្រើនតាក់ទងជាមួយនឹងតម្លៃណានេះគឺជាវីដេអូទី2ដែលខ្ញុំបានចែករំលែកជូនពុកម៉ែបងប្អូនយើងតាក់ទងនឹងតម្លៃតែម្ដងតម្លៃតើហេតុអ្វីបានជាតម្លៃក្នុងពេលនេះឱកាសនេះឡើងថ្លៃទឹកសុទ្ធវីតាល់ពុកម៉ែបងប្អូនយើងម្ដង1000មានកន្លែងខ្លះកន្លែងមួយចំនួនទូចពុកម៉ែបងប្អូនយើងខ្ញុំបាទមិនរួមទាំងអស់ទេមួយចំនួនទូចតម្លៃបាទមកដល់2000ចឹងហើយខ្ញុំបាទក៏សូមស្នើដល់ក្រុមហ៊ុនវីតាល់ទាំងអស់តែម្ដងបាទជួយត្រួតពិនិត្យមើលបាទសាខាដែលចែករំលែកមួយចំនួនទូចនឹងផងបាទទឹកសុទ្ធមកដល់2000បងប្អូនហើយមានអ្នកណាគេត្រៀមលុយទុកសម្រាប់ទិញដល់ថ្នាក់ហ្នឹងទេយើងគិតមើលតើហេតុអ្វីបានជាពុកម៉ែបងប្អូនយើងបាទមួយចំនួនទូចហ្នឹងគាត់គិតធ្វើបែបហ្នឹងគាត់គិតថាប្រហែលថ្ងៃហ្នឹងគាត់យកធ្វើអ្នកមានឬគាត់យកធ្វើសិទ្ធិបើគាត់លក់ដល់ថ្នាក់ហ្នឹងពុកម៉ែបងប្អូនយើងរយៈពេលប្រហែលថ្ងៃហ្នឹងបើគាត់លក់ទៅខ្លាយជាអ្នកមានបើគាត់លក់ទៅខ្លាយជាសិទ្ធិ
គាត់ធ្វើទៅមិនខុសទេប៉ុន្តែខ្លាចតែគាត់ធ្វើទៅហើយវាមិនខ្លាចជាអ្នកមានណាពុកម៉ែបងប្អូនយើងមកដល់ចំណេញ 1000 ឬក៏ចំណេញ 1000 ជាងនេះយើងគិតថារយៈពេល3ថ្ងៃក៏លក់មិនចំណេញរហូតដល់ $10,000 $20,000 ដែរបាទចឹងហើយយើងគួរតែគិតកន្លែងទៅនឹងឲ្យមែនទែន 1000 2000 បើសម្រាប់សុខសុវត្ថិភាពពុកម៉ែបងប្អូនយើងដែលជាជនភៀសសិតនោះដែលយើងបានជួយបានបុណ្យច្រើនណាស់បាទពុកម៉ែបងប្អូនយើងបានបុណ្យច្រើនណាស់ពេលនេះគឺជាពេលដែលយើងត្រូវជួយគ្នាពុកម៉ែបងប្អូនយើងបាទចឹងហើយអ្វីដែលថាយើងអាចបន្ធូរបន្ថយបានកាន់តែល្អអំបុកក៏ដូចគ្នាដែរគ្រាន់តែឮថាប្រមុខថ្នាក់ដឹកនាំលោកប្រកាសតាក់ទងទៅនឹងមកនាំគ្នាបាទជួយអំបុកម្នាក់បន្តិចចាប់ដើមអំបុកមកកំប៉ុង 3000 2000 ឡើងមកកំប៉ុង 10000 មកកំប៉ុង 12000 ចឹងទៅតាមកន្លែងផ្សេងសួរថាធ្វើចឹងដើម្បីអីចំណេញមួយថ្ងៃពីរថ្ងៃហ្នឹងវាយើងយកធ្វើអ្នកមានមែនហើយបើគ្រីបជញ្ជក់មួយថ្ងៃពីរថ្ងៃហ្នឹងធ្វើអ្នកមានចុះគាត់ជាជនភៀសសិតគាត់ហូបអីគាត់ថ្លៃម្លឹងហើយអំបុកហ្នឹងយើងនាំចូលដែរមិនមែនមកវាថ្លៃដល់ថ្នាក់ហ្នឹងបាទពុកម៉ែបងប្អូនខ្ញុំចង់ដឹងតែប៉ុណ្្នឹងទេពុកម៉ែបងប្អូនបាទជួយចែករំលែកម្នាក់មួយទាំងអស់គ្នាបាទតើតជាមួយនឹងវីដេអូនេះគឺសំខាន់ខ្លាំងណាស់បាទវីដេអូនេះសំខាន់ខ្លាំងណាស់ពុកម៉ែបងប្អូនយើងជួយមែនបាទពុកម៉ែបងប្អូនយើងប៉ុន្តែអ្វីដែលជនខិលខូចមួយចំនួនទូចណាពុកម៉ែបងប្អូនយើងអ្នកលក់មួយចំនួនទូចតែម្ដងអំបុកគាត់នាំចូលមិនមែនបានថ្លៃម្លឹងបាទពុកម៉ែបងប្អូនអាហ្នឹងខ្ញុំឆ្ងល់បណ្ដោយខ្ញុំឆ្ងល់ត្រង់ថាបាទរបស់នាំចូលទៅវាថ្លៃតែរបស់ផលិតនៅខ្លួនឯងនេះធ្វើខ្លួនឯងវាថ្លៃទៀតនេះអាហ្នឹងវាមកពីអីណាពេលខ្លះរបស់ថ្លៃបន្ទោសរាជរដ្ឋាភិបាលតែឥឡូវរបស់ផលិតនៅខ្លួនឯងនេះហើយយើងទៅបន្ទោសរាជរដ្ឋាភិបាលបែបម៉េចមនុស្សទីអ្នកបង្កើតចឹងហើយសូមកុំធ្វើបាទបែបនេះជនមួយចំនួនទូចដែលធ្វើបែបនេះដកខ្លួនចេញទៅបាទហើយកុំធ្វើទៀតកុំតម្លើងថ្លៃនៅពេលនេះវាមិនគួរកប់បីនោះទេពុកម៉ែបងប្អូនយើងបាទវាមិនគួរកប់បីនោះទេវាអត់យកពី3ថ្ងៃហ្នឹងទៅធ្វើមហាសេដ្ឋីទៅធ្វើអ្នកមានបានទេប្រយ័ត្នខ្លោងគ្រាប់មកគ្រាប់ទៅប្របើកផ្ទះបាត់អត់បានចាយលុយហ្នឹងបាទអានេះខ្ញុំគ្រាន់តែចែករំលែកបាទពុកម៉ែបងប្អូនយើងចឹងហើយពេលនេះមិនមែនជាពេលដែលយើងត្រូវប្រមូលលុយពីបាទអ្នកទិញទេយើងត្រូវតែជួយគ្នាទៅពុកម៉ែបងប្អូនណាបាទយើងមិនមែនមានតែសារមកកំប៉ុងពីកំប៉ុងទេប៉ុន្តែទឹកចិត្តដែលយើងជួយនេះណាយើងបានបុណ្យយើងណាជួយទៅដល់យើងមកជាតិខាងមុខទៅទៀតតែថាបុណ្យយើងបានសាងពីជាតិនេះល្អចឹងហើយជាតិមុខយើងកាន់តែល្អរឹងរិតតែប្រសើរទៅទៀតចឹងហើយគឺជាមហាបុណ្យមហាធំធេងណាការដែលយើងសាងបុណ្យសាងកុសលនេះពុកម៉ែបងប្អូនយើងជួយយើងនៅជាតិនេះហើយជួយយើងនៅអនាគតជាតិឲ្យយើងបានល្អផូរផង់រូបសម្រស់ស្រស់ស្អាតបាទពុកម៉ែបងប្អូនយើងមានចរិយាមាយាទល្អអញ្ចឹងទៅបាទអ្នកខ្លះពុកម៉ែបងប្អូនយើងបាទជនភៀសសិតជាច្រើនតែគាត់ភៀសសិតទៅរកទីទួលសុវត្ថិភាពក៏ប៉ុន្តែជនមួយចំនួនទូចឆ្លៀតឱកាសពេលដែលគាត់ចាក់ចេញពីលំនៅឋានទាំងអស់ធម្មតាយើងទៅតែខ្លួនពុកម៉ែបងប្អូនយើងសัตว์ទ្រព្យរបស់អីពេលខ្លះយើងទុកនៅផ្ទះយើងបានយកទៅទេជនមួយចំនួនទូចឆ្លៀតឱកាសទៅយករបស់គ្នាទៀតមានមនុស្សនៅណាមនុស្សទៅអស់បាត់ហើយនៅតែផ្ទះណាបើនិយាយមកម៉ាត់ទៅគឺចោលតែម្ដងពុកម៉ែបងប្អូនណាអានេះព័ត៌មានជាខ្ញុំឃើញជាក់ស្ដែងតែម្ដងបងប្អូនយើងគាត់បានផុសមកថានេះជនភៀសសិតផ្ទះជនភៀសសិតមួយភូមិគេទៅអស់ហើយនៅតែអាមនុស្សមួយចំនួនទូចអាបែកថ្នាំវាមិនប្រកទៅណាវាចូលមកយកវាចូលមកលួចបាទអញ្ចឹងនៅមានទៀតចឹងហើយសូមឲ្យសមត្ថកិច្ចជួយច្រាវជ្រាវមើលជួយត្រួតពិនិត្យមើលផងបាទផ្ទះពុកម៉ែបងប្អូនយើងឯកជនភាសាគាត់មិនមានអីសល់ច្រើនទេតិចតួចហើយលោកគាត់ទៅវិញទៅខែមកសល់ប្រើអញ្ចឹងទេអស់ហើយពុកម៉ែបងប្អូនអស់ហើយអត់មានអីទៀតទេអញ្ចឹងហើយគាត់ភាសឹកនេះគឺមិនមានអ្វីទេមានតែកៅអៅមកខ្លួនលុយក៏មិនមានដែរសម្ភារៈនៅផ្ទះតិចតួចចាស់ចាស់ទុកសម្រាប់មកវិញប្រើបាទអញ្ចឹងហើយគឺជួយមើលថែទ្រព្យរបស់ពួកគាត់ផងបើសិនជារបស់នោះមិនកើតអីណាពុកម៉ែបងប្អូនយើងបើសិនជារបស់នឹងវាខ្ទេចខ្ទីឆេះអស់ហើយអានឹងយើងធ្វើមិនយើងជួយមិនបានទេ
ចឹងមានតែសប្បុរសជនដែលគាត់ជួយតាមក្រោយបន្ថែមទៀតតែពួកគាត់បាត់បង់នៅលំនៅឋានបាត់បង់នៅសម្ភារៈតែច្រើននោះណាពុកម៉ែបងប្អូនយើងអ្នកមានធនធានស្រុកយើងច្រើនណាស់ដែលគាត់មិនមើលនឹងភ្នែកទេគាត់ជួយប៉ុន្តែពេលនេះយើងមិនអាចបញ្ចេញរូបភាពបញ្ចេញវីដេអូបានចឹងហើយយើងជួយតែយើងជួយបែបទៅតែសម្ភារៈបាទទៅជួយទៅដល់ពួកគាត់ប៉ុន្តែយើងមិនអាចថតរូបភាពមិនអាចធ្វើវីដេអូចែករំលែកបានទេព្រោះសម័យឥឡូវគឺជាសម័យបច្ចេកវិទ្យាទំនើបដែលគេចាប់រូបភាពនិងវីដេអូកន្លែងយើងនៅកន្លែងណាគឺគេចាប់បានកន្លែងហ្នឹងអញ្ចឹងយើងមិនអាចធ្វើបានទេណាពុកម៉ែបងប្អូនបាទអញ្ចឹងខ្ញុំបាទក៏សូមអរគុណបាទសូមជួយចែករំលែកអ្នកមួយទាំងអស់គ្នា